ព្រឹកថ្ងៃទី1 ខែ 12 ប្រជាជននៅភាគខាងត្បូងប្រទេសថៃបានរាយការណ៍ទៅកាន់សមត្ថកិច្ចថាពួកគេបានប្រទះឃើញក្រពើជាហូរហែនៅតាមច្រាំងទន្លេបឹងបួជាដើមដោយសារតែទឹកជំនន់កើនឡើងខ្លាំងពេកមន្ត្រីថៃបានត្រឹមបញ្ជាក់ថាសូមប្រជាជនធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសអ្នកចែវទូកដាក់មងអ្នកចុះទឹករកម្ហូបនិងអ្នកឆ្លងកាត់ពីត្រើយម្ខាងទៅត្រើយម្ខាងនិងអ្នកចុះងូតទឹកផ្ទាល់ផងបន្ទាប់ពីទឹកលិចបងប្អូនបន្ទាប់ពីទឹកលិចប្រទេសថៃឥឡូវទឹកស្រកទៅវិញម៉ែសិតតែកំពើតាមមាត់ព្រែកតាមមាត់ស្ទឹងតាមមាត់ព្រៃតាមមាត់ទន្លេម៉ែសិតតែកំពើហ្មងយ៉ាត់ប្រយ៉ែងដើមស្រួលហ្នឹងកំពើតបាក់លបល់យកឡាសៀមហើយនៅខំហុកព្រៃខំហុកអីមកឆ្លៀនពៀនដីខ្មែរហ្នឹងប្រយ័ត្នកំពើខ្លួនឯងស៊ីខ្ទេចហើយចោតថាខ្មែរយកកំពើទៅលេងទៀតទៅ